នៅរសៀលថ្ងៃទី7ខែវិច្ឆិកាឆ្នាំ2025ក្រមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អាដាមណេតភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងនោះផងដែរអាដាមណេតភត្រាបានលើកឡើងយ៉ាងដូចនេះថានៅពេលដែលកំពុងតែផ្ដល់បទសម្ភាសន៍នៅរាជធានីភ្នំពេញនិងតាមបណ្ដាខេត្តដើម្បីកុំឲ្យមានការគាំឆ្គងនិងខុសក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានដែលអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅរដ្ឋធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មានពង្រឹងសណ្ដាប់ធ្នាប់នៅក្នុងវិស័យព័ត៌មានអាដាមណេតភត្រាបានគូសបញ្ជាក់បន្ថែមទៀតថាមិនត្រូវធ្វើបទសម្ភាសន៍យកមកផ្សាយសាធារណជនចំពោះជនដែលមានវិការភាពស្មារតីមិនល្អពេលស្រវឹងបាត់បង់ស្មារតីគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាននិងជនដែលសង្ស័យថាប្រើប្រាស់គ្រឿងញៀនជាដើមនឹងបានបញ្ជាក់ចំពោះផលវិបាកមួយចំនួនដែលចេញពីការផ្សព្វផ្សាយមិនបានផ្ទៀងផ្ទាត់ប្រភពព័ត៌មានច្បាស់លាស់អ្នកសារព័ត៌មានមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌នោះទេមិនមែនជាតុលាការហើយមិនមែនជាអ្នកមានអំណាចបញ្ជាឡើយអ្នកសារព័ត៌មានជាអ្នកនាំពាក្យពីកន្លែងមួយតែកន្លែងមួយប្រកបទៅដោយប្រភពច្បាស់លាស់និងវិជ្ជាជីវៈក្រមសីលធម៌ជាមួយនឹងគ្នានេះអាដាមណេតភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានកោតសរសើរចំពោះបងប្អូនមួយចំនួនដែលបានចូលរួមក្នុងសង្គមយ៉ាងសកម្មសូមអំពាវនាវដល់ម្ចាស់ផលិតផលដែលបានផ្សព្វផ្សាយពាណិជ្ជកម្មសូមលើកទឹកចិត្តចំពោះអ្នកដែលផលិតខ្លឹមសារល្អៗជួយសង្គមរិះគន់ដើម្បីស្ថាបនានិងទប់ស្កាត់ការផលិតខ្លឹមសារដែលមិនមានន័យនិងខ្វះក្រមសីលធម៌និងខ្វះការពិតប្រិមិត្តបងប្អូនបាទនេះគឺជាព័ត៌មានមួយបាទនៅរសៀលថ្ងៃទី7ខែវិច្ឆិកាឆ្នាំ2025ក្រមអធិបតីភាពរបស់អាដាមណេតភត្រាបានលើកឡើងយ៉ាងច្បាស់និងគ្រប់គ្រងចំពោះបងប្អូនអ្នកសារព័ត៌មានធ្វើយ៉ាងម៉េចបានកុំឲ្យខុសនឹងក្រមសីលធម៌វិជ្ជាជីវៈសូមកុំសម្ភាសនៅពេលដែលមនុស្សដែលបាត់បង់ស្មារតីឬក៏ស្រវឹងឬដែលសង្ស័យតែប្រើប្រាស់គ្រឿងញៀនសូមរក្សាឲ្យបានអរគុណណាស់ប្រិមិត្តសូមបញ្ចប់ព័ត៌មាននេះតែប៉ុណ្ណេះហើយជាចុងក្រោយសូមនិយាយថាទេចំពោះគ្រឿងញៀនទាំងអស់គ្នាផងដែរ